និទានអំពីបរិសម្នាក់ល្បីថាគាត់ល្ងងណាស់ព្រោះគាត់តែងតែធ្វើអ្វីដែលចម្លែកខុសគេនិងមិនចេះដោះស្រាយបញ្ហាក្នុងជីវិតនោះឡើយមួយថ្ងៃក្រៅពីការដេកនិងបរិភោគគាត់គ្មានធ្វើអ្វីទៀតនោះទេអើយពិបាកចិត្តណាស់ផ្ទាល់ប្រាក់បែរជាបាត់គ្មានដំណឹងសោះលោកអ៊ំសង្ស័យតែផ្ទាល់ប្រាក់ដំរីជន់បែកអស់ហើយទេដឹងណោះកុំនិយាយផ្ដេសផ្ដាតែលោកអ៊ំវាពិតជាចម្លែកណាស់ភូមិយើងឲ្យតែជីកបានវត្ថុបុរាណតម្កល់ទុកមិនបានប្រមាណផងក៏បាត់រហូតយើងក៏ដឹងដែរតែចៅនោះវាលួចគ្មានបន្សល់ភ័ស្តុតាងអីបន្តិចសោះហើយវាពិតជាមានជំនាញក្នុងការលួចណាស់ជំរាបសួរលោកពូមេភូមិបងពីងតើមានរឿងអីបានជាមានទឹកមុខបារម្ភបែបនេះអូរឿងបាត់ផ្ទាល់ប្រាក់បុរាណនឹងណាក្មួយតើលោកពូមេភូមិមានតម្រុយអីខ្លះទេគឺគ្មានទេក្មួយអើយយល់ល្អសគុណកុំចង់ដឹងអីនាំទៅបង្កផលវិបាកទេឯងល្ងងចឹងជួយអីក៏មិនបានដែរកុំនិយាយផ្ដេសផ្ដាក្មួយសគុណមិនអីទេណាពូទៅហើយជួយមិនបានក៏មិនជាកំហុសរបស់ក្មួយដែរបាទពូមេភូមិនឹងនាយពីងទៅហួសពូសែមនិងមីងបុប្ផាក៏បានដើរឆ្លងកាត់ផ្លូវនោះដូចគ្នាហើយពួកគាត់ក៏បាននិយាយឌៀមដាមថាម៉ែវាមើលចុះបរោះស្អីកំឡុងឲ្យឡើងមាំតែដេកស៊ីមិនធ្វើការអីសោះមែនហើយពុកវាមុខនេះណាច្បាស់ជានៅព្រៅគ្មានយកហើយបើតមួកលក់មុខស្ពឹកអញ្ចឹងនោះឲ្យអ្នកណាយកបើវាគ្មានកំណើតអញ្ចឹងនោះតោះម៉ែវាកុំនៅទីនេះនាំតែខាតពេលអត់ប្រយោជន៍ទេចាស់ពុកវាពូសែមនិងមីងបុប្ផានិយាយគ្នាហើយក៏ចាក់ចេញទៅចំណែកឯសុគន្ធក៏ក្រោកមកហើយបាននិយាយថាមិនអញ្ចឹងពូសែមនិងមីងបុប្ផានៅសុកក៏មកឈរដៀលខ្ញុំដៀលចប់ហើយក៏ដើរចេញត្រុយទៅបាត់តែម្ដងគ្នាអត់ដឹងអីផងសុគន្ធនិយាយមិនទាន់ចប់ផងនាងមលីក៏ដើរឆ្លងកាត់ម្នាក់ទៀតសួស្ដីអូនមលីទៅណាមកណានឹងដូចជាបញ្ញាប់ម៉ែចាបងសុគន្ធខ្ញុំទៅតាមពុកនឹងម៉ែនឹងណានិយាយអញ្ចឹងអូនមលីតាំងពីពេញកំមុំមកស្អាតមែនតែនហើយគួរឲ្យស្រឡាញ់ទៀតណោហើយមិនដឹងជាស្អីទេបងមកសរសើរអូនទាំងថ្ងៃតែម្ដងហើយណោបងសរសើរចេញពីចិត្តណាគ្រប់គ្នាល្បីថាបងជាមនុស្សល្ងងល្ងីល្ងើគ្មានបានការតែបងក៏ជាមនុស្សសម្ដីពិរោះដែរតានិយាយអញ្ចឹងបងសុំស្រឡាញ់អូនផងបានទេព្រះអើយអីក៏សារភាពលឿនម្លេះមិនអូកាឡាភាសាផ្អែមល្ហែមអីទេបងសុគន្ធអត់ទេព្រោះខាតពេលណាស់សារភាពភ្លាមតែម្ដងទៅទើបវាមិនជួបប្អូនណាអូនមលីរួតពួតជួបស្នេហ៍ហើយក្រតែបានសង្ហាយើងបងក្រមែនតែបងស្រឡាញ់អូនតើអូនព្រមទេអូនតាមតែពុកម៉ែទេព្រោះបងក្រអញ្ចឹងពុកម៉ែអាចប្រកែកកថាបានហើយអូនក៏មិនមែនថាព្រមដែរមិនអីទេចាំបងចូលស្ដីអូនដល់ពូមីងតែម្ដងណាអូនចាបងអូនលាសិនហើយណាបាទអូនស្អែកព្រឹកមកដល់សគុណមិនបងអង្គយូរទេមើលចុះសគុណបានរៀបចំអីវ៉ាន់ទៅស្ដីដណ្ដឹងម្លិះហើយជំរាបសួរពូជំរាបសួរមីងអរគុណហើយតើឯងមកមានការអីហ่ะនាយក្រគឺខ្ញុំមកស្ដីដណ្ដឹងអូនម្លិះនឹងណាលោកពូថាម៉េចមកស្ដីដណ្ដឹងកូនគេទាំងមូលមានត្រឹមតែអង្គ3 4កំប៉ុងអញ្ចឹងអីល្ងងហេតុអីក៏ល្ងងម្លេះហាពិតជាគ្មានកំណត់មែនណាមីងខ្ញុំយកអង្គមកទុកដាំបាយហូបជាមួយនឹងប្រពន្ធខ្ញុំនោះអីមីងណែក្មួយមកស្ដីដណ្ដឹងគេមិនយកអង្គមកអញ្ចឹងទេមិនចេះមើលគេឯងទេអីបាទពូខ្ញុំមិនមើលអ្នកណាទេគឺខ្ញុំមើលតែអូនមលីប៉ុណ្ណោះ
អើយពុកវាអើយខ្ញុំចង់កាត់ខ្យល់ហើយស្ដាប់សម្ដីមើលចុះសង្ស័យតែកាត់ចំច័ន្ទគ្រាកន្លងហើយមើលទៅមែនហើយច័ន្ទកន្លងរាល់ថ្ងៃនឹងណាមីងផ្ទះខ្ញុំធ្លាយដបូលខ្ញុំគេងក្រោមពន្លឺច័ន្ទរាល់តែយប់នឹងអើយព្រះហើយអញបែកទ្រូងងាប់ឥឡូវហើយមិនក៏បែកទ្រូងពូឈឺមែនទេខ្ញុំទៅតាមពិតសិនហើយអញ្ចឹងមិនបាច់ទេឥឡូវឆ្លើយសិនមកហើយឯងចេះធ្វើស្រែទេចេះតាពូអេពុកវាចង់លើកកូនយើងឲ្យប្រុសល្ងីល្ងើម្នាក់នេះមែនទេស គុណទៅក្រៅសិនទៅចាំពូពិភាក្សាគ្នាសិនបានពូពុកវាក្រែងពុកវាឯងចង់ណែនាំកូនស្រីយើងឲ្យទៅលោកសេដ្ឋីពិតទេកុំល្ងងពេកម៉ែវាមានកម្លាំងណាស់តែវាមិនដឹងខ្យល់អីទេហេតុនេះខ្ញុំចង់បោកវាប្រើនឹងណាអូមែនហើយវាមិនចេះច្បាប់មិនចេះវិន័យអីទេបោកប្រើក៏ល្អដែរណាក្នុងពេលនោះដែរម្លិះក៏បានចូលមកពុកម៉ែសម្រាប់គ្នាបែបណាហើយកូនសង្ឃឹមថាលោកទាំងពីរនឹងមកលើកខ្ញុំឲ្យប្រុសឈ្គួនម្នាក់នោះទេណាកូនពុកស្អាតហើយឆ្លាតមិនសមនឹងអសគុណទេតែកូនប្រុសសេដ្ឋីទើបស័ក្តិសមនឹងកូនជាងណាកូនពុកចុះលោកពីទូកូនលោកសេដ្ឋីថ្ងៃណានឹងមករកកូននោះគាត់រវល់ណាស់ហេតុនេះទើបមិនងាយបានមកតែពុកជឿថាឆាប់នេះអ្នកប្រុសពីទូនឹងមកហើយចុះពុកមិនដេញបារោះនោះចេញទៅឲ្យនៅធ្វើអីទៀតគឺទុកបោកប្រើនោះអីមានវាការងារស្រាធ្ងន់ក៏អាចចំនួនដៃជើងបានដែរកូនកូនស្រីមាសម្ដាយតាមពិតគឺអញ្ចឹងទេអីបានជាយល់ហើយសម្រាប់អញ្ចឹងហើយណាកូនទៅហៅវាមកចាថ្ងៃនោះពូសែមមីងបុប្ផាសម្រាប់ចិត្តថាភ្ជាប់ពាក្យคล้ายៗតូចមួយរវាងម្លិះនិងសគុណជាគូនឹងគ្នាលុះចប់ពិធីសគុណសប្បាយចិត្តណាស់ព្រោះគាត់ជឿឡើងស្លុងតែម្ដងក្មួយសគុណណាពុកចាស់ហើយក្មួយជួយទៅភ្ជួរស្រែឲ្យពុកផងណាបាទពុកក្មេកខ្ញុំប្រកាសជាធ្វើបានអញ្ចឹងប្រញាប់ទៅចុះព្រោះនៅមានអស់ជាច្រើនទៀតដែលមិនទាន់ពុះទេណាបាទពុកក្មេកធានាថាកូនប្រសាម្នាក់នេះធ្វើបានទាំងអស់ណាពុកក្មេកជាទីគោរពជាទីស្រឡាញ់ថ្ងៃនោះដែរសគុណក៏បានចេញទៅចំការហើយគាត់ក៏បានជួបនឹងនិស័យដែលជានារីម្នាក់សគុណធ្លាប់ប្រាប់ថាស្នេហ៍លើនាងកាលពីប៉ុន្មានសប្តាហ៍មុនអូននិស័យតើអូនទៅណាមកណានឹងចាបងសគុណខ្ញុំកំពុងទៅចំការណាបងខ្ញុំលាសិនហើយអូននិស័យឈប់សិនមិនក៏ដូចជាកិច្ចមុខពីបងអញ្ចឹងអូនមិនបានកិច្ចចេញពីបងទេប៉ុន្តែខ្ញុំប្រញាប់ទៅចំការពិតមែនអូនកុហកតើអូនកំពុងតែខឹងនឹងបងមែនទេតើខ្ញុំខឹងនឹងបងរឿងអីទៅរឿងដែលបងភ្ជាប់ពាក្យជាមួយនឹងម្លិះនោះអីខ្ញុំអត់បានខឹងបងទេនេះគឺជាជំរឿរបស់បងតាម្យ៉ាងគ្មានអ្នកណាអាចបង្ខំបេះដូងបានទេអូមែនហើយខ្ញុំសូមជូនពរបងឲ្យមានសុភមង្គលជាមួយម្លិះផងណានិស័យឈប់សិននិស័យពិតជាស្រឡាញ់សគុណមែនហើយទោះបីជាគ្រប់គ្នាគិតថាសគុណជាមនុស្សល្ងីល្ងើមិនសូវគ្រប់ទឹកក៏ដោយប៉ុន្តែនិស័យនាងមិនដែលគិតរើសអើងទេតែថាពេលនេះនាងមានតែកាត់ចិត្តទាំងឈឺចាប់ប៉ុណ្ណោះអូននិស័យបងសុំទោសដែលបងជ្រើសរើសយកម្លិះហើយបងពិតជាសុំទោសដែលបងធ្លាប់សារភាពថាបងស្រឡាញ់អូនកន្លងមកសង្ឃឹមថាអូនមិនខឹងនឹងបងទៅចុះនិយាយហើយសគុណក៏បន្តទៅចំការដូចសពដងហើយគាត់ពិតជាខំប្រឹងប្រែងធ្វើស្រែចម្ការគ្មានរអ៊ូបន្តិចទេ